ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះវិញខ្ញុំឡមកជួបប្រឡិតជាមួយនឹងត្រីអាំងបងប្អូនថែមម្ទេសមួយគ្រាប់ពីរគ្រាប់ទៀតរឹតតែឆ្ងាញ់បងប្អូនដែលមានរសជាតិរៀងប្រៃជូរបងប្អូនញ៉ាំបាយឆ្ងាញ់មែនទែនបងប្អូនចាសម្រាប់វិធីធ្វើមុនដំបូងគឺខ្ញុំដាក់ដាំទឹកជាមួយនឹងគល់ស្លឹកគ្រៃឲ្យពុះសិនបន្ទាប់មកគឺខ្ញុំដួសទឹកហ្នឹងមកជ្រុំប្រហុកបន្តិចរួចយើងដាក់អំបិលហ្នឹងកន្លះស្លាបព្រាបាយរួចចាក់ត្រីដែលយើងបានបេះហ្នឹងចូលបន្ទាប់មកយើងដាក់ប្រលិតចូលតែម្ដងព្រោះអីត្រីហ្នឹងគឺឆ្អិនណាស់បងប្អូនចារួចខ្ញុំដាក់ទឹកអំពិលទុំហ្នឹងគឺ2ស្លាបព្រាបាយម្សៅស៊ុបខ្នុរហ្នឹងគឺ2ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងអំបិលហ្នឹងកន្លះស្លាបព្រាបាយស្ករស1ស្លាបព្រាបាយហើយបងម្អមយកតែម្ដងបងប្អូនដោយសារត្រីអាំងហ្នឹងគឺឆ្អិនតែម្ដងបន្ទាប់ពីសម្លយើងពុះរយៈពេលប្រហែលជា1នាទីប្រលិតយើងឆ្អិនគឺឆ្អិនល្មមតែម្ដងបងប្អូនចាបន្ទាប់មកយើងភ្លក់តាមចំណង់ចំណូលចិត្តទៅបងប្អូនចាចំពោះខ្ញុំគឺភ្លក់រួចហើយគឺល្មមសម្រាប់គ្រួសាររបស់ខ្ញុំបងប្អូនចាបន្ទាប់មកយើងដួសដាក់ចានញ៉ាំបានហើយបងប្អូនអរគុណច្រើន